សួស្តីអ្នកគ្នាខាំបែមចូលមកទៀតហើយហើយវីដេអូហ្នឹងគឺខ្ញុំនាំអ្នកគ្នាមកមើលជាមួយនឹង skin ដែលរៀបបញ្ចេញអញ្ចឹងណាចង់ដល់ skin នេះខ្លះកុំភ្លេចតាមវីដេអូហ្នឹងរហូតដល់ចប់ហើយអញ្ចឹងបើអ្នកមិនទាន់បាត់ជួយ subscribe ខ្ញុំកុំភ្លេច subscribe ម្នាក់មួយផងហើយ skin ទី1នេះគឺជា skin របស់ Berry អញ្ចឹងណាគ្នាមកជាប្រភេទ skin Starlight ហើយ skin Starlight នេះគឺអាចនឹងចេញនៅក្នុងអំឡុងខែ7ហ្នឹងណាគ្នាអញ្ចឹងបើអ្នកណារងចាំហ្នឹងគឺថាត្រៀមដៃមិនហើយទៅឬក៏ត្រៀមកាត់ Starlight ហើយទៅអ្នកគ្នាមកគឺវាចេញមកនៅក្នុងខែ7ខាងមុខយើងហ្នឹងហើយវាមាននេះណាគ្នាអានេះពណ៌ pink អញ្ចឹងណាហើយអានេះទៀតពណ៌លឿងណាគ្នាមកលីពណ៌ខៀវអញ្ចឹងទៅហើយបើយើងកលេចទៅមើលជាមួយនឹង skin Starlight មួយហ្នឹងទៅគឺវាស្អាតដែរអញ្ចឹងណារូបរាងនិងការ design របស់វាគឺថាបែបប្រភេទនេះអញ្ចឹងទៅហើយនេះជាការវាយប្រសិទ្ធថានិយាយទៅប្រសិទ្ធថាវាដូចជា skin Hero Hirara ណាគឺវាបែកភ្លើងអញ្ចឹងទៅហើយវាមានលោតជាអាចច្បាក់ដូចជាដុំស្លឹកឈើណាគ្នាមកគឺវាដូចជាភ្លើងផ្ទុះភ្នំភ្លើងអញ្ចឹងទៅណាគ្នានិយាយទៅ skin ហ្នឹងក៏វាអែមដែរណាគ្នាហើយនិយាយទៅវាអត់សូវមាន effect ប៉ុន្មានទេសារវាជា skin Starlight អញ្ចឹងណាតោះឥឡូវយើងមកមើលជាមួយនឹង skin ថ្មីនេះគឺជា skin Glue អញ្ចឹងណាគ្នាមកយើងមើលទៅការ design របស់គេទៅវាបែបពពួក Christmas ណាគ្នាមកដូចជាមនុស្សព្រិលតកកណាគ្នាដែលឃើញតុក្កតាព្រិលតកកហ្នឹងគឺមកទូន design មកអញ្ចឹងប៉ុន្តែវាជា skin free ណាគ្នាបាទហើយវាយើងអាចដាក់ពណ៌បានតាមចិត្តយើងទៀតណាគ្នាបាទហើយនេះពណ៌ស៊ីនរបស់វាជា skin elite ហើយវា free ណាគ្នាតាមដែលខ្ញុំឮតាមលៀងតាមគេអញ្ចឹងណាហើយឥឡូវយើងមកកលេចមកមើល skill របស់វាវិញហើយនេះគឺជា skill ទី1ណាគ្នាបាទគឺគប់ទៅចេញក្បាលតុក្កតាតកកណាគ្នាបាទគឺវាស្អាតខ្លាំងមែនតើណាគ្នានិយាយទៅ skin ហ្នឹងជា skin free ណាគ្នាតែខ្ញុំគិតថា skin ហ្នឹងវាស្អាតខ្លាំងមែនតើណាគ្នាហើយឥឡូវយើងកលេចទៅមើល skill របស់វាទៅគឺបែបប្រភេទតកអញ្ចឹងទៅណាគ្នាបាទព្រិលអញ្ចឹងណាហើយអ្នកគ្នាមើលទៅលើក្បាលglue ទៅវាចេញជាព្រិលតកអញ្ចឹងទៅហើយនិយាយទៅអ្នកគ្នាមើលតាមហ្នឹងទៅអ្នកគ្នាគឺវាការ design វាប្រភេទបែបពពួកChristmas អាណាគ្នាមកពពួក skin Noel អីគេហ្នឹងអាណាគ្នាបន Noel អញ្ចឹងណាគ្នា skin វាការ design មកគឺប្រភេទអញ្ចឹងឥឡូវយើងមកមើលជាមួយនឹង skin បន្ទាប់គឺជា skin MVL អញ្ចឹងណាគ្នាបាទគឺបានទៅលើ skin បាដាងណាគ្នាហើយសម្រាប់ថ្ងៃចេញគឺខ្ញុំអត់ទាន់ដឹងទេតែយើងដឹងថាការ design មកវាគឺអែមណាគ្នាជើងបែបមនុស្សយន្តហ្នឹងដៃបែបមនុស្សយន្តសម្រាប់ខ្លួនបែបមនុស្សអីចឹងទៅហើយក្បាលសក់ពណ៌លឿងអីចឹងទៅណាគ្នាហើយអ្នកគ្នាមើលតាមនឹងបានហើយខ្ញុំដាក់សាមីអ្នកគ្នាមើលហើយអ្នកគ្នាគិតថាស្អាតប្រមាណ%អ្នកគ្នាខ្ញុំគិតថា the best ខ្លាំងមែនទែនបាទតើឥឡូវយើងទៅមើលជាមួយនឹង skill ការវាយបច្ចេកថាវិញសម្រាប់ការវាយបច្ចេកថាគឺវា load ចេញជាមួយនឹងពណ៌លឿងបែកនេះអញ្ចឹងណាសម្រាប់ skill ទី2គឺខ្ញុំគិតថា low ជាងគេណាគ្នាបាទគឺពេលណាគ្នាដាក់ skill ទី2ដាក់ទៅគឺវា low ខ្លាំងមែនទែនណាគ្នាគឺ load MVL មកអញ្ចឹងណាហើយក្តាប់ដៃក៏វាអែមណាគ្នាចេញពណ៌លឿងអញ្ចឹងទៅនិយាយទៅអា skin MVL ហ្នឹងជាប្រភេទ skin ដែលយើងចាប់ប្រអប់ណាគ្នាដូចជា Starlight កាត់ Starlight អញ្ចឹងគឺយើងចាប់ប្រអប់ណាគ្នាហើយទៅលើការសំណាងរបស់យើងទេណាគ្នាអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ